ិនជាពិធីបុណ្យប្រពៃណីជាតិតាមបែបពុទ្ធសាសនាពីតើបច្ចុប្បន្នបុណ្យភ្ជុំបិណ្ឌចាប់ផ្ដើមពីថ្ងៃណាដល់ថ្ងៃណាខែណារយៈពេលប្រហែលថ្ងៃបច្ចុប្បន្នបុណ្យភ្ជុំបិណ្ឌចាប់ផ្ដើមពីថ្ងៃទី1រោចដល់ថ្ងៃទី15រោចខែភេទរបត់បានត្រូវប្រកាន់អរិយាប័ត្រដូចជាដើរលើចិញ្ចើមផ្លូវនិងប្រកាន់ស្ដាំជានិច្ចដើរឆ្លងតាមគំនូកាត់ទទឹងទ្រូងផ្លូវដោយគោរពច្បាប់សញ្ញាចរាចរណ៍ដើរកាន់ដៃមនុស្សធំនៅពេលឆ្លងផ្លូវធំឬផ្លូវជាតិកុមារឆ្លងតាមនៅតាមផ្លូវសាធារណៈទីធ្លាក្នុងរបងកន្លែងចិត្តផ្លូវទីធ្លាក្នុងរបងជាចំណុចត្រឹមត្រូវមិនต้องសម្ញាប់ក្នុងពេលធ្វើដំណើរគ្រោះថ្នាក់ចរាចរណ៍នឹងអាចកើតមានឡើងគ្រប់ពេលចំពោះអ្នកថ្មើរជើងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងអ្នកថ្មើរជើងនិងអ្នកជិះកង់ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវសញ្ញាចរាចរណ៍ផ្លាកសញ្ញាចរាចរណ៍ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងអ្នកថ្មើរជើងនិងអ្នកជិះកង់ត្រូវគោរពច្បាប់ចរាចរណ៍ដែលស្កាយប្លុកមាន4ទំព័រមានទំព័រទី46 48 52 60ដែលស្កាយបានចេះទំព័រទី60 52 48 46ព្រោះយើងវែងតិចព្រោះចំណងជើងគេនិយាយថាការបដិសេធប្រកបដោយសុវត្ថិភាពសម្រាប់កុមារនេះបងព្រមីងឃើញហ្នឹងនេះ Yes វែងណាប៉ុន្តែដល់ស្កាយមើលទៅស្អែកប្រឡងសិក្សាសង្គមអាចនឹងប្រឡងជាប់ព្រោះដោយសារដល់ស្កាយចាំគ្រប់មេរៀនសោតតែនេះឯងចឹងពេលដល់ស្កាយសូត្រនឹងតន្ទិញហើយមើលទៅស្អែកឡើងដឹងតែជាប់ហើយចាំដែរចាំមែនម៉ាក់សាក់សូត្រមកតាមបំរុងប្រយ័ត្នក្នុងពេលធ្វើដំណើរគ្រោះថ្នាក់ចរាចរណ៍នឹងអាចកើតមានឡើងចំពោះអ្នកថ្មើរជើងនិងអ្នកជិះកង់ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងអ្នកថ្មើរជើងនិងអ្នកជិះកង់ត្រូវគោរពច្បាប់សញ្ញាចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ផ្លាកសញ្ញាចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនការគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនឹងនាំមកនូវសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមហើយម៉ាក់បាយបាយ